នេះគឺជាសកម្មភាពដែលខ្ញុំបានចាក់ចែកដំឡើងមេរុសម្រាប់បុណ្យយាយទួតរបស់ខ្ញុំប៉ុន្តែសិល្បៈចាក់ចែកហ្នឹងវាមិនមែនត្រឹមតែធ្វើក្នុងពិធីបុណ្យសពតែមួយប៉ុណ្ណោះទេសិល្បៈនេះមានប្រើច្រើនណាស់ក្នុងកម្មវិធីជាច្រើនដែលខ្មែរប្រើពីអតីតកាលដូចជាចម្រើនបជនអាសនៈតម្កល់ព្រះនិងពិធីផ្សេងៗជាច្រើនទៀតប៉ុន្តែសពថ្ងៃហ្នឹងយើងឃើញសិល្បៈនេះប្រើតែនៅតំបន់មួយចំនួនប៉ុណ្ណោះទេពេលខ្លះបើសិនជាយើងស្រឡាញ់និងចង់ថែរក្សាសូមបើកចិត្តឲ្យទូលាយគុំគិតតែគេប្រើបានតែមួយជ្រុងហើយនិយាយថាចាក់ចែកហ្នឹងប្រើបានតែបុណ្យសពដោយសារតែបុណ្យសពរាល់ថ្ងៃហ្នឹងយើងអត់សូវឃើញមានគេប្រើឡើងវិញទេចឹងថ្ងៃណាមួយវាគង់តែបាត់បង់ឯងដូចអ្នកចេះសិល្បៈនេះនៅតាមស្រុកស្រែរកកម្រៃបានត្រឹមតែ4ទៅ10ម៉ឺនអីតែប៉ុណ្ណោះការងារពិបាកហើយកម្រៃរកបានតិចប៉ុន្តែថ្ងៃទៅខ្ញុំចង់ឲ្យអ្នកមានស្នាដៃគាត់រកកម្រៃនិងជីវភាពមួយបានសមរម្យតែប៉ុណ្ណោះហើយអត្ថបទនេះខ្ញុំយកមកពីប្រភព Facebook